ចំពោះការប្រឡាក់សាច់ងៀតមិនថាត្រីងៀតក៏ដោយសាច់ជ្រូកឬក៏សាច់គោងៀតក៏ដោយបើសិនជាយើងអត់មានក្បួនច្បាស់លាស់ទេប្រឡាក់ចេញមកអាចនឹងសាបពេកប្រៃពេកឬក៏ជួនកាលទៅដុសផ្សិតទុកអត់បានយូរទេអញ្ចឹងហើយបើសិនជាបងប្អូនចង់ដឹងពីវិធីប្រឡាក់ត្រីងៀតមិនឲ្យត្រូវជាតិឆ្ងាញ់ហើយទុកបានយូរទៀតអាចមើលក្នុងវីដេអូនេះបានសម្រាប់រសជាតិគឺធានាឲ្យថាមកត្រូវមាត់ហ្មងបងប្អូនចំពោះត្រីដែលខ្ញុំយកមកប្រឡាក់ងៀតនឹងគឺជាប្រភេទត្រីផ្ទក់បងប្អូនត្រីនឹងគឺខ្ញុំទិញគេមកគេវាឲ្យស្រាប់ទៅអញ្ចឹងហើយយើងគ្រាន់តែយកវាមកលាងទឹកហើយឆូតវាជា2ឆ្នូតចំកដាលអញ្ចឹងមកដើម្បីយើងប្រឡាក់ឆាប់ចូលជាតិណាមួយយើងយកទៅហាលទៅក៏វាឆាប់ស្ងួតល្អដែរហើយត្រីដែលខ្ញុំយកមកប្រឡាក់ងៀតនឹងគឺមានចំនួន1គីឡូបន្ទាប់ពីយើងវះវារួចរាល់ហើយយកមកលាយគ្រឿងហ្មងចំពោះទឹកត្រីគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយទឹកប្រេងខ្យង2ស្លាបព្រាបាយដូចគ្នាបន្ទាប់មកអំបិលនឹងគឺមានចំនួន1ស្លាបព្រាបាយពេញប៊ីចេងកន្លះស្លាបព្រាបាយចុងក្រោយគេនឹងគឺជាស្ករគឺខ្ញុំដាក់ចំនួន4ស្លាបព្រាបាយគ្រឿងបន្ទាប់ទៀតនឹងគឺយើងមានជាម្រេចអាហ្នឹងគឺយើងដាក់ទៅធ្វើឲ្យត្រីងៀតរបស់យើងនឹងវាមានក្លិនឈ្ងុយល្អហើយចំពោះម្ទេសហុយវិញបងប្អូនដាក់ក៏បានអត់ក៏បានតាមចំណង់ចំណូលចិត្តហើយនេះគឺជាម្សៅម្ទេសកូរ៉េបងប្អូនអាហ្នឹងក៏វាជួយឲ្យត្រីងៀតរបស់យើងមានពណ៌ស្អាតហើយមានក្លិនឈ្ងុយទៀតប៉ុន្តែចំពោះម្រេចម្ទេសហុយហើយនិងម្សៅម្ទេសកូរ៉េហ្នឹងអាហ្នឹងបងប្អូនដាក់ក៏បានអត់ក៏បានដែរគ្រាន់តែថាយើងដាក់អញ្ចឹងទៅវាមានក្លិនកាន់តែឈ្ងុយពណ៌ស្អាតអញ្ចឹងទៅបន្ទាប់ពីយើងដាក់គ្រឿងក្រើចូលរួចរាល់អស់ហើយយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យរលាយចូលជាតិសព្វគ្នាសិនមកចាំយើងដាក់ត្រីចូលចំពោះការប្រឡាក់ត្រីងៀតគឺអត់ដូចប្រឡាក់សាច់គោសាច់ជ្រូកអីណាបងប្អូនប្រឡាក់និយាយទៅគឺប្រឡាក់ម្ដងមួយឲ្យសព្វសាច់ត្រីហ្មងហើយប្រឡាក់យើងមិនមែនគ្រាន់តែច្បល់វាចូលជាតិទេណាបងប្អូននិយាយទៅគឺត្រូវច្បាច់ដែរប៉ុន្តែកុំច្បាច់ធ្ងន់ដៃពេកយើងច្បាច់រៀងថ្នមហើយប្រឡាក់ទៅមកឲ្យបានពីរដងអញ្ចឹងណាយើងប្រឡាក់ឲ្យបានសព្វសាច់ត្រីមែនតើបើមិនអញ្ចឹងទេគឺអត់ចូលជាតិហើយមួយទៀតយើងទុកទៅអាចនឹងស្អុយអាចនឹងខូចអញ្ចឹងទៅបន្ទាប់ពីយើងប្រឡាក់វា 6-7 នាទីមើលទៅចូលជាតិមិនល្មមហើយគឺយើងផ្អាប់ទុកសិនណាបងប្អូនកុំតន់យកទៅហាលយើងផ្អាប់ទុកឲ្យវាចូលជាតិសិនមកបើសិនជាបងប្អូនធ្វើពេលព្រឹកយើងអាចទុក1ម៉ោងឬក៏2ម៉ោងអីសិនទៅប៉ុន្តែបើសិនជាបងប្អូនធ្វើពេលយប់ដូចខ្ញុំអញ្ចឹងណាអានេះគឺខ្ញុំធ្វើពេលយប់ខ្ញុំផ្អាប់វាទុកចោលសិនព្រឹកឡើងបានខ្ញុំយកទៅហាលហើយចំពោះការទុកនឹងគឺខ្ញុំទុកក្នុងប្រអប់អញ្ចឹងហើយគ្រប់គម្របឲ្យជិតទុកក្នុងទូទឹកកកព្រឹកឡើងគឺយើងយកចេញទៅហាលហ្មងប៉ុន្តែបងប្អូនពេលហាលនឹងមើលផងម៉ាស៊ីនជាមេសតុំមេអលឹមអីអានឹងមិនបាច់ហាលទេបងប្អូនព្រោះតែកាលណាត្រូវទឹកភ្លៀងគឺវាខូចហ្មងបងប្អូននិយាយទៅចំពោះការធ្វើត្រីងៀតនឹងតតែយើងមើលមេឃដែរបងប្អូនបើសិនជាមេឃក្តៅជាប់គ្នាពីមួយថ្ងៃអីអញ្ចឹងទៅចាំយើងធ្វើត្រីងៀតឬក៏មិនអញ្ចឹងទេបងប្អូនអាចមើលតុនិយមយើងមើលក្នុងទូរស័ព្ទដៃយើងទៅគឺវាមានបង្ហាញថាថ្ងៃណាភ្លៀងឬក៏ថ្ងៃណាមិនភ្លៀងអីអញ្ចឹងណាហើយចំពោះការហាលរបស់ខ្ញុំនេះគឺហាលតែមួយថ្ងៃទេបងប្អូនព្រឹកឡើងនឹងគឺខ្ញុំយកហាលដូចជាខ្ទង់ម៉ោង8ហើយម៉ោង4ល្ងាចគឺខ្ញុំយកចូលឲ្យបងប្អូនដោយសារតែពេលម៉ោង4ហ្នឹងគឺវាចាប់ផ្ដើមអស់ថ្ងៃណាមួយមេឃសតុំទៀតអញ្ចឹងណាគឺខ្ញុំយកចូលឲ្យហើយខ្លាចវាត្រូវទឹកភ្លៀងអីអញ្ចឹងទៅប៉ុន្តែឃើញថាត្រីរបស់យើងគឺល្អមែនតើបងប្អូនគឺឡើងស្ងួតល្អហ្មងថ្មីត្បិតតែខែភ្លៀងមែនប៉ុន្តែមេឃក្តៅមិនធម្មតាទេបងប្អូនហើយនេះគឺខ្ញុំសាកយកមកអាំងញ៉ាំមកបងប្អូនអានេះខ្ញុំអាំងក្នុងម៉ាស៊ីនទេប៉ុន្តែក្លិនឈ្ងុយមែនតើបងប្អូនអានេះអាំងក្នុងម៉ាស៊ីនទេគឺជះក្លិនចេញដល់ក្រៅហ្មងបើសិនជាបងប្អូនអាំងជាក្រានខ្យូងទៀតគឺកាន់តែឈ្ងុយខ្លាំងអានេះគឺខ្ញុំអាំងនៅក្នុងម៉ាស៊ីនផងវាឈ្ងុយជះចេញដល់ខាងក្រៅអញ្ចឹងណាជាពិសេសគឺក្លិនម្រេចឈ្ងុយខ្លាំងមែនតើបងប្អូននិយាយទៅបើសិនជាបងប្អូនធ្វើម្រេចគឺយើងកុំចោលឲ្យសោះបើសិនជាយើងបានម្រេចធម្មជាតិបុកដៃខ្លួនឯងយកមកប្រឡាក់ទៀតកាន់តែឈ្ងុយខ្លាំងមែនតើហ្មងប៉ុន្តែចំពោះម្ទេសហុយឬក៏ម្សៅម្ទេសអីហ្នឹងអានឹងយើងដាក់ក៏បានឬក៏អត់ក៏បានដែរហើយចំពោះត្រីងៀតហ្នឹងបើសិនជាបងប្អូនចង់ឲ្យទុកបានយូរគឺហាលវាឲ្យស្ងួតដល់បងប្អូនត្រីងៀតយើងហាលកាន់តែស្ងួតគឺទុកកាន់តែបានយូរហើយសម្រាប់រសជាតិវិញគឺមកឆ្ងាញ់បងប្អូននិយាយទៅគឺអត់មានខុសមាត់ទេមកល្មមឆ្ងាញ់ហ្មងវាអត់សាបពេកទេត្រីងៀតហ្នឹងគឺយករសជាតិរៀងដិតបន្តិចបងប្អូនហើយបញ្ជាក់បងប្អូនម្ដងទៀតចំពោះគ្រឿងដែលខ្ញុំយកមកប្រើហ្នឹងគឺត្រូវសម្រាប់ត្រី1គីឡូប៉ុន្តែត្រីនេះអត់មានគិតក្បាលគិតអីណាបងប្អូនដោយសារតែខ្ញុំទិញមកហ្នឹងគឺគេវះស្រាប់ហើយអញ្ចឹង1គីឡូនេះគឺ1គីឡូសាច់សុទ្ធហ្មងហើយសម្រាប់ការធ្វើរបស់ខ្ញុំនេះក៏មិនមែនលើកទី1ដែរបងប្អូននិយាយទៅគឺខ្ញុំធ្វើច្រើនដងហើយបានខ្ញុំចាំ
ចាំដៃថាដាក់ម៉ានវាត្រូវមាត់អញ្ចឹងណាហើយខ្ញុំធ្វើគឺអត់ដែរខូចទេបងប្អូនធ្វើម្ដងគឺទុកបានយូរមែនតើប៉ុន្តែអានេះដោយសារតែខែភ្លៀងអញ្ចឹងហើយខ្ញុំអត់ហ៊ានធ្វើច្រើនបើសិនជាយើងធ្វើច្រើនទៅតែមេឃភ្លៀងគឺអត់មានថ្ងៃហាលយើងញ៉ាំអត់ទាន់ទេបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ